សូមជម្រាបសួរដល់អស់លោកអ្នកបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះយេស៊ូវគ្រីស្ទចា៎ខ្ញុំនឹងអាននៅព្រះគម្ពីរទំនុកដំកើងជំពូក39ទំនុកនៃស្ដេចដាវីតដែលទ្រង់លើកសម្រាប់មេភ្លេងជូនដល់លោកយេឌូថានខ្ញុំបាននឹកថាខ្ញុំនឹងប្រយ័ត្នផ្លូវខ្លួនដើម្បីមិនឲ្យអណ្ដាតខ្ញុំធ្វើបាបឡើយខ្ញុំនឹងដាក់បង្ខំទប់មាត់ខ្ញុំក្នុងការដែលពួកអាក្រក់នៅចំពោះមុខខ្ញុំបាននៅជាកឥតនិយាយអ្វីសោះគឺបាននៅស្ងៀមចំពោះទាំងសេចក្តីល្អផងនោះសេចក្តីទុក្ខព្រួយរបស់ខ្ញុំក៏ជ្រួលឡើងចិត្តខ្ញុំបានក្តៅនៅក្នុងខ្លួនកំពុងដែលខ្ញុំគិតរំពឹងនោះភ្លើងក៏ឈួលឡើងហើយអណ្ដាតខ្ញុំបាននិយាយថាអោព្រះយេហូវ៉ាអើយសូមឲ្យទូលបង្គំដឹងពីចុងបំផុតនៃទូលបង្គំហើយពីចំនួនថ្ងៃអាយុនៃទូលបង្គំផងដើម្បីឲ្យទូលបង្គំបានដឹងជាមានជីវិតស្រួយអំបានមែនទៅមើលទ្រង់បានធ្វើឲ្យថ្ងៃអាយុនៃទូលបង្គំបានខ្លីប្រវែងមួយចំអានដៃហើយជំនួសជីវិតរបស់ទូលបង្គំដូចជាឥតមានសោះនៅចំពោះទ្រង់មែនហើយគ្រប់មនុស្សទោះទាំងមនុស្សនៅក្នុងសន្តានពេញវ័យនោះក៏ឥតប្រយោជន៍ទៅទេដែរប្រាកដមែនគ្រប់មនុស្សទាំងឡាយដើរប្រៀបដូចជាស្រមោលទៅទេគេជ្រួលជ្រើមឡើងជាឥតប្រយោជន៍គេបង្កើទ្រព្យសម្បត្តិឡើងឥតដឹងជាអ្នកណានឹងទទួលទេឥឡូវនេះអើព្រះអង្គម្ចាស់អើយតើទូលបង្គំនៅរងចាំអ្វីទៀតត្បិតទូលបង្គំសង្ឃឹមដល់ទ្រង់តែមួយប៉ុណ្ណោះសូមជួយទូលបង្គំឲ្យរួចពីគ្រប់អំពើរំលងរបស់ទូលបង្គំសូមកុំឲ្យទូលបង្គំបានជាទីដៀថ្មេះរបស់ពួកមនុស្សឆោតងងឡើយទូលបង្គំបាននៅជាកឥតហើបមាត់សោះត្បិតគឺជាទ្រង់ដែលបានធ្វើការនោះសូមដករំពាត់របស់ទ្រង់ចេញពីទូលបង្គំទូលបង្គំត្រូវវិនាសហើយដោយសារព្រះហស្ថទ្រង់វាយកាលណាទ្រង់វាយប្រដៅខ្ចាញ់ខ្ចាលមនុស្សដោយព្រោះអំពើទុច្ចរិតរបស់គេនោះទ្រង់ធ្វើឲ្យសេចក្តីលំអរបស់គេបាត់ទៅដូចជាមេអំបៅពិតប្រាកដជាមនុស្សទាំងអស់សុទ្ធតែឥតប្រយោជន៍ទៅទេអោព្រះយេហូវ៉ាអើយសូមស្ដាប់ពាក្យដែលទូលបង្គំអធិដ្ឋានសូមទាមព្រះការស្ដាប់សម្រែកទូលបង្គំផងសូមទ្រង់កុំនៅថ្មងនឹងទឹកភ្នែកនៃទូលបង្គំឡើយត្បិតទូលបង្គំជាអ្នកដតីនៅចំពោះទ្រង់ជាអ្នកស្នាក់នៅដូចជាពួកឯកកាលទូលបង្គំទាំងអស់គ្នាដែរអោសូមប្រណីដល់ទូលបង្គំដើម្បីឲ្យទូលបង្គំបានមានកម្លាំងឡើងមុនដែលទូលបង្គំចេញបាត់ទៅ